ដើម្បីឆ្លើយតបនឹងផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលគណៈបក្សសិទ្ធិមនុស្សត្រូវផ្ដល់ជូនប្រជាពលរដ្ឋខ្មែរខ្ញុំយល់ឃើញថាគណៈបក្សសិទ្ធិមនុស្សជាបឋមត្រូវធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋខ្មែរមានអំណាចពិតស្របតាមប្រព័ន្ធនីតិរដ្ឋមួយជាការចាំបាច់សិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយក្នុងការជ្រើសរើសនិងផ្លាស់ប្ដូរអ្នកដឹកនាំតាមផ្លូវប្រជាធិបតេយ្យដោយការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ហើយដោយឆ្លុះបញ្ចាំងលើឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរសុទ្ធសាធជាពិសេសគណៈបក្សសិទ្ធិមនុស្សត្រូវយកចិត្តទុកដាក់ឲ្យប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតអាចមានឈ្មោះនិងអាចទៅបោះឆ្នោតបានដោយសេរីត្រូវការកែប្រែការបោះឆ្នោតពីប្រព័ន្ធសមាមាត្រសុទ្ធសាធទៅជាប្រព័ន្ធឯកតនាមឬប្រព័ន្ធចម្រុះត្រូវមានយន្តការបោះឆ្នោតឯករាជ្យអព្យាក្រឹតនិងមានប្រសិទ្ធភាពដោយមិនជាប់ជំពាក់នឹងគណៈបកនយោបាយណាមួយឡើយត្រូវទប់ស្កាត់អំណាចផ្ដាច់ការដោយកំណត់អាណត្តិនាយករដ្ឋមន្ត្រីយ៉ាងយូរពីអាណត្តិ10ឆ្នាំត្រូវឲ្យប្រជាពលរដ្ឋខ្មែរជាអ្នកបោះឆ្នោតដោយផ្ទាល់បន្ថែមទៀតដើម្បីជ្រើសរើសអ្នកដឹកនាំសំខាន់ដូចជាត្រូវបោះឆ្នោតរើសអភិបាលខេត្តក្រុងបោះឆ្នោតរើសចៅក្រមក្នុងតុលាការនិងបោះឆ្នោតរើសប្រធានភូមិនិងមុខតំណែងចាំបាច់សំខាន់ដោយផ្ទាល់ទៀតជាដើមគណៈបក្សសិទ្ធិមនុស្សត្រូវបោះសម្អាតអំពើពុករលួយនិងត្រូវបោះសម្អាតអំពើពុករលួយពីលើចុះក្រោមត្រូវតម្រូវឲ្យអ្នកកាន់អំណាចប្រកាសទ្រព្យសម្បត្តិមុននិងក្រោយចូលកាន់តំណែងផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋសម្ដែងមតិឲ្យទូលំទូលាយលើកស្ទួយសេរីភាពសារព័ត៌មានធានាឲ្យប្រជាពលរដ្ឋធ្វើបាតកម្មកោតកម្មដោយអហិង្សាដោយសន្តិវិធីផ្ដល់វេទិកាឲ្យប្រជាពលរដ្ឋជួបដេញដោលដោយផ្ទាល់ជាមួយអ្នកដឹកនាំបើកឲ្យមានសមាជិកនិងធ្វើប្រជាមតិលើបញ្ហាជាតិសំខាន់មានគណៈបក្សសិទ្ធិមនុស្សមាននីតិប្រជាធិបតេយ្យពិតបងប្អូនជនរួមជាតិជាទីគោរពសមាជិកសមាជិកាគណៈបក្សសិទ្ធិមនុស្សជាទីស្នេហាអស់រយៈពេលជាច្រើនឆ្នាំកន្លងមកជាពិសេសរយៈពេល5ឆ្នាំចុងក្រោយនេះខ្ញុំបានឮសំឡេងបងប្អូនដោយផ្ទាល់ដែលបាននិយាយប្រាប់ខ្ញុំអំពីការភ័យខ្លាចអំពីភាពក្រីក្រអំពីអយុត្តិធម៌ដ៏គួរឲ្យសោកសង្រេងដូច្នេះខ្ញុំដឹងច្បាស់ណាស់ថាប្រជាពលរដ្ឋខ្មែរភាគច្រើនកំពុងតែមានបញ្ហាអ្វីប្រជាពលរដ្ឋខ្មែរកំពុងចង់បានអ្វីចំណុចទាំងនេះហើយដែលយើងទាំងអស់គ្នាបានចងក្រងរួមគ្នាជាកម្មវិធីនយោបាយសម្រាប់គណៈបក្សសិទ្ធិមនុស្សដែលអង្គសមាជបានអនុម័តនៅថ្ងៃនេះជាយកគណៈបក្សសិទ្ធិមនុស្សអស់អំណាចពីពលរដ្ឋ